ក្នុងសប្តាហ៍ទី16រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដែលមានឯកសណ្ឋានពណ៌ក្រហមមួយឈុតតែម្ដងទទួលក្រុមភ្ញៀវ MOI កំពង់ដេវ៉ាដែលប្រើប្រាស់ឯកសណ្ឋានពណ៌ខៀវមួយឈុតតែម្ដងយើងឃើញថានេះគឺជាការប្រកួតរវាងក្រុមកំពូលតារាងភ្នំពេញក្រោនជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ7 MOI កំពង់ដេវ៉ាការប្រកួតនេះក៏មានប្រើប្រាស់ជំនួយការអាជ្ញាកណ្ដាលបន្ថែមផងដែរមានថាក្រុមអាជ្ញាកណ្ដាលសរុបគឺមានចំនួន6រូបដឹកនាំការប្រកួតដោយលោកពេញគំទឿនការប្រកួតចាប់ផ្ដើមនៅម៉ោង6ល្ងាចហើយត្រង់នេះគឺជាការប៉ុនប៉ងរបស់វឿនវ៉ានៅនាទីទី21ពីលើដំបូលទូកក៏ប៉ុន្តែមិនចំគោលដៅនោះទេចំណែកត្រង់នេះវិញជាការបញ្ជូនរបស់សាទីហើយក៏លូតតែតបញ្ចូលទីបានយ៉ាងល្អដោយខ្សែការពារកីឡាករ Raul Mihai Ferrer ដែលនេះគឺជាក្រុមបាល់ទី5របស់គេសម្រាប់រដូវកាលនេះក្នុងនាមជាខ្សែការពារកណ្ដាលរបស់ភ្នំពេញក្រោនការបញ្ជូនក៏ល្អការបញ្ចប់ទីក៏មិនមានបញ្ហានោះដែរចំណែកឯបើការទាត់បាល់ពីចម្ងាយរបស់ផាក់យ៉ុងគឺពិតជាល្អប៉ុន្តែអ្នកដែលធ្វើបានល្អជាងគឺអ្នកចាំទីរបស់ MOI Wagner Augusto ចំណុចនេះការទាត់ free kick ទម្លាក់បន្តក់បន្តិចហើយក៏ទាត់បាទពេលដែលមានបាល់ទម្លាក់មកវិញដោយបងសាំយូអែលនៅតែសង្គ្រោះបានល្អហើយល្អខ្លាំងទៀតផងបាទបាល់នេះបាទគឺជាគុណសម្បត្តិរបស់អ្នកចាំទី Wagner Augusto Guimarães នេះក៏ជាការសង្គ្រោះមួយលើកទៀតផងដែររបស់ Wagner Augusto សុទ្ធតែជាបាល់គ្រោះថ្នាក់ប៉ុន្តែ Wagner Augusto នៅតែធ្វើបានល្អចប់ការប្រកួតវគ្គទី1ភ្នំពេញក្រោននាំមុខ MOI កំពង់ដេវ៉ា1-0សម្រាប់ការប្រកួត45នាទីលើកទី2រវាងក្រុមទាំងពីរគឺកាន់តែក្តៅគគុកថែមទៀតហើយយើងឃើញថា MOI កំពង់ដេវ៉ាក៏បានរិះរកនៅយុទ្ធសាស្ត្រជាច្រើនបាទថ្មីបន្ថែមទៀតរួមជាមួយនឹងការបដូរកីឡាករថ្មីចូលផងដែរហើយយើងមើលបាល់ free kick ត្រង់នេះទាត់ជើងឆ្វេងដោយចាន់សានីតសល់ត្រង់នេះហើយដែលធ្វើឲ្យកីឡាករ Alisher Michaev អាចបាទបញ្ចប់ទីនិងរកបានគ្រាប់បាល់តាមស្មើតាមរយៈការទាត់ចូលប្រឡោះជើងរបស់អ្នកចាំទីជាមសំណាង1-1ហើយក៏បន្តដាក់សម្ពាធមួយលើកហើយមួយលើកទៀតពីក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនការតែតត្រង់នេះបាទបញ្ជូនដោយផាក់អ៊ីយ៉ុងបាទគៀសមកល្អណាស់បញ្ជូនល្មមលោតតែតមិនចំគោលដៅដោយប្រធានក្រុមអូនចាន់ប៉ូលីនចុងការប្រកួតទៅហើយមានបាល់វិបកមួយត្រឡប់មកវិញតែ Patrick Cavallo Donato បាទតែទាត់ទៅគឺចំជំហររបស់អ្នកចាំទីជាមសំណាងតែម្ដង